ក្រុមហ៊ុនផលិតសម្បកកង់រថយន្តរបស់ប្រទេសចិនមួយទៀតឈ្មោះ Two Power Thai ប្រកាសថាខ្លួននឹងបើករោងចក្រនៅខេត្តកំពង់ស្ពឺដែលនឹងក្លាយជាក្រុមហ៊ុនផលិតសម្បកកង់ទី5របស់ចិននៅកម្ពុជាវៀតណាមបញ្ជូនមន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់ទៅអាមេរិកដើម្បីបញ្ជិះហានិភ័យពន្ធគយរបស់លោកប្រធានាធិបតីត្រាំឧបត្ថម្ភដោយគម្រោងលំនៅឋានប្រណិតជ្រោយចង្វា Garden នៅក្នុងតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលក្នុងរាជធានីភ្នំពេញជ្រោយចង្វា Satellite City The City of the Future ក្រុមហ៊ុនផលិតសម្បកកង់ឡានរបស់ប្រទេសចិនឈ្មោះ Jiangsu Two Power Type Co Ltd កាលពីពេលថ្មីៗនេះបានប្រកាសថាខ្លួននឹងវិនិយោគប្រាក់ចំនួន$10 លានដើម្បីបើកដំណើរការអាជីវកម្មបិទសម្ព័ន្ធចំនួន2នៅប្រទេសកម្ពុជាដែលមានទីតាំងនៅខេត្តកំពង់ស្ពឺនេះបើតាមការផ្សាយដោយបណ្ដាញសារព័ត៌មានចិនកាលពីចុងសប្តាហ៍មុនដែលប៉ែត Insider ទើបទទួលបាននៅថ្ងៃនេះក្រុមហ៊ុនចិនខាងលើនឹងចុះបញ្ជីក្រុមហ៊ុនចំនួន2នៅប្រទេសកម្ពុជាក្រុមឈ្មោះ Two Power Cambodia Co Ltd ដើម្បីដំណើរការរោងចក្រផលិតសម្បកកង់ជាមួយទុនចុះបញ្ជីចំនួន$7 លានចំណែកទុនចំនួន$3 លានទៀតនឹងត្រូវបានប្រើប្រាស់សម្រាប់ចុះបញ្ជីក្រុមហ៊ុនក្រុមឈ្មោះ Jet King Industry Co Ltd ដើម្បីសាងសង់តំបន់ឧស្សាហកម្មសម្រាប់ជួលដីនិងអគាររោងចក្រមានន័យថាពួកគេនឹងអភិវឌ្ឍតំបន់ឧស្សាហកម្មដោយខ្លួនឯងរួចប្រើប្រាស់វាដើម្បីបើករោងចក្រផលិតសម្បកកង់របស់ខ្លួនឯងផងនិងសម្រាប់ជួលដីឲ្យក្រុមហ៊ុនផ្សេងចូលទៅបើករោងចក្រផងដើមទុនចំនួន$10 លានដែលក្រុមហ៊ុន Jiangsu Two Power បានប្រកាសនៅប្រទេសចិនទំនងជាទុនចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជាប៉ុណ្ណោះពលទឹកប្រាក់ជាក់ស្ដែងសម្រាប់ចំណាយសាងសង់តំបន់ឧស្សាហកម្មនិងរោងចក្រផលិតសម្បកកង់របស់ពួកគេអាចនឹងមានចំនួនច្រើនជាងនេះប្រសិនបើគម្រោងខាងលើដំណើរការរលូនវានឹងក្លាយជារោងចក្រផលិតសម្បកកង់ឡានទី1នៅខេត្តកំពង់ស្ពឺខណៈបច្ចុប្បន្នរោងចក្រដំណើរការស្រាប់មានតែនៅខេត្តស្វាយរៀងក្រចេះនិងខេត្តព្រះសីហនុប៉ុណ្ណោះយ៉ាងណាមិញការបរិច្ឆេទជាក់លាក់ថាតើគម្រោងខាងលើនឹងចាប់ផ្ដើមសាងសង់និងបើកដំណើរការនៅពេលណាគឺមិនត្រូវបានគេបង្ហាញផ្លូវការនៅឡើយទេសូមជម្រាបថា Two Power គឺជាក្រុមហ៊ុនផលិតសម្បកកង់សម្រាប់រថយន្តធុនធ្ងន់ត្រូវបានបង្កើតឡើងនៅឆ្នាំ2012នៅខេត្តចាំងស៊ូប្រទេសចិនគឺមកពីខេត្តតែមួយដូចគ្នាទៅនឹងក្រុមហ៊ុន General CN ឬ GS ដែលមានរោងចក្រផលិតសម្បកកង់ដ៏ធំមួយនៅខេត្តព្រះសីហនុបច្ចុប្បន្ននៅប្រទេសកម្ពុជាមានរោងចក្រផលិតសម្បកកង់រថយន្តចំនួន6កំពុងដំណើរការដោយក្រុមហ៊ុនចំនួន4ដែលសុទ្ធសឹងតែជាក្រុមហ៊ុនចិនទាំងអស់សម្បកកង់ឡានផលិតនៅកម្ពុជាភាគច្រើនត្រូវបាននាំចេញទៅទីផ្សារអាមេរិកនិងអឺរ៉ុបក៏សម្គាល់ដែរថាកំណើនរោងចក្រចិនបើកនៅកម្ពុជាគឺចំពេលដែលសហរដ្ឋអាមេរិកដំឡើងពន្ធថ្មីលើទំនិញផលិតនៅប្រទេសចិនក្រុមហ៊ុនផលិតសម្បកកង់ធំៗរបស់ចិនខាងលើក៏បានវិនិយោគប្រាក់បើករោងចក្ររបស់ពួកគេនៅប្រទេសជិតខាងកម្ពុជាគឺថៃនិងវៀតណាមដូចគ្នាតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាក្នុងរយៈពេល11ខែនៃឆ្នាំ2024គិតពីខែមករាដល់ខែវិច្ឆិកាកម្ពុជាបាននាំចេញសម្បកកង់រថយន្តគិតជាប្រាក់ចំណូលស្មើ$773 លានអាមេរិកមន្ត្រីពាណិជ្ជកម្មកំពូលរបស់វៀតណាមក្រុងនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរខណៈប្រទេសជិតខាងកម្ពុជាមួយនេះកំពុងព្យាយាមបញ្ជិះហានិភ័យពន្ធគយរបស់លោកប្រធានាធិបតី Donald Trump ដែលបានគម្រាមថាលោកនឹងដំឡើងពន្ធលើប្រទេសទាំងឡាយណាដែលមានអធិរាយពាណិជ្ជកម្មខ្ពស់ជ្រុលជាមួយអាមេរិកសូមជម្រាបថាកាលពីឆ្នាំ2024អធិរាយពាណិជ្ជកម្មឬការនាំចេញចរានជាងនាំចូលរបស់វៀតណាមជាមួយអាមេរិកបានកើនដល់ចំនួន$123.5 លានចរានជាងអធិរាយពាណិជ្ជកម្មរបស់ថៃជាមួយអាមេរិកដល់ទៅជាង3ដងវៀតណាមជាប្រទេសឈរលេខរៀងទី3ដែលមានគម្លាតពាណិជ្ជកម្មចរានជាងគេជាមួយអាមេរិកដោយឈរនៅពីក្រោមតែចិននិងមិចស៊ិកប៉ុណ្ណោះដោយដឹងខ្លួនថាអធិរាយពាណិជ្ជកម្មរបស់ខ្លួនជាមួយអាមេរិកអាចជាគោលដៅបន្ទាប់ប្រទេសវៀតណាមនៅពេលនេះកំពុងព្យាយាមធ្វើយ៉ាងណាការពារផលប្រយោជន៍កុំឲ្យប៉ះពាល់ដោយសារការដំឡើងពន្ធរបស់លោកត្រាំព្រោះថាប្រសិនបើប្រធានាធិបតីអាមេរិកដំឡើងពន្ធលើទំនិញវៀតណាមដូចនឹងការដាក់ពន្ធលើចិនកាណាដានិងមិចស៊ិកនោះវៀតណាមអាចនឹងបាត់បង់ភាពតាក់ទាញសម្រាប់រោងចក្រថ្មីៗហើយរោងចក្របរទេសមានស្រាប់នៅវៀតណាមអាចនឹងរើចេញខ្លះទៅកាន់ប្រទេសផ្សេងទៀតដែលមិនជាប់ពន្ធថ្មីយោងតាមខ្លឹមសារបង្ហោះនៅលើគេហទំព័ររដ្ឋាភិបាលវៀតណាមប្រទេសនេះបានព្យាយាមពន្យល់អាមេរិកថាខ្លួនមានបំណងចង់កសាងនិងរក្សាទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយសុខដុមរមនានិងនិរន្តរភាពជាមួយអាមេរិកព្រមទាំងបានបញ្ជាក់ទៀតថាវៀតណាមមិនមានគោលនយោបាយណាមួយដែលអាចប៉ះពាល់ដល់កម្មករឬសន្តិសុខជាតិរបស់អាមេរិកទេគួររំលឹកថាមេដឹកនាំវៀតណាមបានប្រឹងប្រែងបន្ថយហានិភ័យពន្ធគយនេះច្រើនដងរួចមកហើយទាំងតាមរយៈការជជែកតាមទូរស័ព្ទដោយផ្ទាល់ជាមួយលោកត្រាំនិងតាមរយៈសារព័ត៌មានចាប់តាំងពីដឹងថាលោកត្រាំឆ្នះឆ្នោតមកម្លេះ
ដែលឡែកក្នុងដំណើរទៅចរចាលើកនេះរដ្ឋាភិបាលវៀតណាមនឹងបញ្ជូនរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោកងវៀនហុងឌៀនអមដំណើរដោយគណៈប្រតិភូពាណិជ្ជកម្មជាន់ខ្ពស់ជាច្រើនអ្នកទៀតឲ្យធ្វើដំណើរទៅជួបពិភាក្សាជាមួយនឹងតំណាងពាណិជ្ជកម្មអាមេរិកលោក Jameson Grell នាថ្ងៃទី13 ខែមីនាខាងមុខនេះក្នុងអត្ថបទព័ត៌មានមួយរបស់ Bloomberg បានដឹងថារដ្ឋាភិបាលវៀតណាមបានផ្ដាំរដ្ឋមន្ត្រីរបស់ខ្លួនបញ្ចុះបញ្ចូលក្រុមហ៊ុនអាមេរិកឲ្យមកវិនិយោគក្នុងវិស័យថាពលនៅក្នុងប្រទេសវៀតណាមដោយសន្យាថាខ្លួននឹងបង្កើនការនាំចូលឧស្ម័នប្រេងឥន្ធនៈឧបករណ៍អេឡិចត្រូនិកនិងបច្ចេកវិទ្យាពីអាមេរិកវិញដែលឡែកកាលពីសប្តាហ៍មុននាយករដ្ឋមន្ត្រីវៀតណាមលោកផាមិនឆេងបាននិយាយថារដ្ឋាភិបាលរបស់លោកកំពុងស្វែងរកឱកាសធ្វើឲ្យពាណិជ្ជកម្មជាមួយអាមេរិកមានតុល្យភាពបន្ថែមទៀតតាមរយៈការទិញទំនិញរបស់អាមេរិកឲ្យច្រើនជាងមុនមុខទំនិញសំខាន់ៗដែលវៀតណាមក្រុងបង្កើនការទិញពីអាមេរិករួមមានយន្តហោះដឹកអ្នកដំណើរនិងឧស្ម័ន LNG លើសពីនេះនាយករដ្ឋមន្ត្រីវៀតណាមខាងលើក៏បានប្រាប់មន្ត្រីរបស់ខ្លួនឲ្យឆាប់អនុម័តអាជ្ញាប័ណ្ណធ្វើអាជីវកម្មនៅវៀតណាមដល់ក្រុមហ៊ុនផ្កាយរណប Starlink របស់មហាសេដ្ឋី Elon Musk ដែលជាបុគ្គលស្និទ្ធជាមួយនឹងលោកត្រាំផងដែរក៏សម្គាល់ដែរថាវៀតណាមគឺជាប្រទេសដែលពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មនាំចេញដោយការនាំចេញសរុបរបស់ពួកគេស្មើនឹងជិត 90% នៃទិន្នផលសេដ្ឋកិច្ចជាតិហើយសហរដ្ឋអាមេរិកគឺជាអតិថិជនដ៏សំខាន់បំផុតរបស់វៀតណាមក៏ជាអ្នកទទួលបានផលយ៉ាងច្រើនពីការចាប់ផ្ដើមនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនចាប់តាំងពីវាបានផ្ទុះឡើងក្នុងអាណត្តិទី1របស់លោក Donald Trump កាលពីឆ្នាំ 2016 មកម្លេះទទួលបានផលច្រើនពីចំនួនពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរត្បិតថាក្រុមហ៊ុនផលិតធំៗនៅលើពិភពលោកតួយ៉ាងមានដូចជាក្រុមហ៊ុន Samsung, LG, Apple រួមទាំងក្រុមហ៊ុនធំៗរបស់ចិនផងបានរើរោងចក្ររបស់ពួកគេចេញពីប្រទេសចិនទៅបើកនៅវៀតណាមដើម្បីផលិតទំនិញសម្រាប់នាំចេញទៅទីផ្សារអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកSponsored by Future Interior and Furniture ប្រសិនបើលោកអ្នកចង់រចនានិងសាងសង់ខាងក្នុងផ្ទះឬកន្លែងអាជីវកម្មឲ្យមានភាពប្រណិតនិងច្នៃប្រឌិតយើងសូមណែនាំ Future Interior and Furniture Future Interior and Furniture មានទទួលគូប្លង់កាត់ដំឡើងដោយម៉ាស៊ីនទំនើបជាមួយបទពិសោធន៍យូរឆ្នាំក្នុងការសិក្សាប្លង់ដំណើរការផលិតដំឡើងដោយជំនាញសុវត្ថិភាពនិងទំនួលខុសត្រូវខ្ពស់ទីក្រុងរណបជ្រោយចង្វាគ្របដណ្ដប់លើផ្ទៃដីជិត300ហិកតាគឺជាទីក្រុងអភិវឌ្ឍដោយក្រុមហ៊ុន OCIC មានចក្ខុវិស័យក្លាយជា The City of the Future តាមរយៈបេសកកម្មប្រែក្លាយទៅជាទីប្រជុំជនដ៏ទំនើបមួយប្រមូលផ្ដុំទៅដល់អគារពាណិជ្ជកម្មធំៗផ្ទះអាជីវកម្មលំនៅឋានទាន់សម័យសាលារៀនមន្ទីរពេទ្យអាហារដ្ឋានអគាររដ្ឋបាលសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ធតូចធំចម្រុះគ្នាសម្រាប់គ្រប់គ្រងសកម្មភាពរស់នៅនិងធ្វើការឲ្យមានភាពងាយស្រួលនិងរស់រវើកទីក្រុងរណបជ្រោយចង្វាThe City of the Future